ុំភ្លេចតាមដានជាមួយនឹងសូចនាករសេដ្ឋកិច្ចសំខាន់ៗនៅក្នុងសប្តាហ៍ទិន្នន័យសេដ្ឋកិច្ចសម្រាប់សប្តាហ៍នេះរួមជាមួយនឹងទិន្នន័យលំនៅឋានផលិតកម្មនិងទិន្នន័យទំនុកចិត្តអ្នកប្រើប្រាស់ព្រមទាំងកំណត់ហេតុនៃកិច្ចប្រជុំ FOMC របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកក៏ប៉ុន្តែប្រធានបទដ៏សំខាន់សម្រាប់ទីផ្សារលោហៈមានតម្លៃគឺទំនងជានៅតែជាចំនួនដែលកំពុងតែបន្តនៅមជ្ឈមបពានិងឥទ្ធិពលរបស់វាទៅលើតម្លៃប្រេងនិងទិន្នផលមូលបត្របំណុលរបស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារទីផ្សារនឹងទទួលបានទិន្នន័យការលក់ផ្ទះដែលភាសាអង់គ្លេសគេហៅឈ្មោះថា pending home sale របស់សហរដ្ឋអាមេរិកសម្រាប់ខែមេសាថ្ងៃពុធនឹងមានការចេញផ្សាយកំណត់ហេតុនៃកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកសម្រាប់ខែមីនាសម្រាប់ថ្ងៃប្រហ័សលោកអ្នកនឹងទទួលបានទិន្នន័យការទាមទារជំនួយអត់ការងារធ្វើប្រចាំសប្តាហ៍ការស្ទង់មតិផលិតកម្ម Felifed ទិន្នន័យចាប់ផ្ដើមសាងសង់លំនៅឋានថ្មីសម្រាប់ខែមេសានិងសន្ទុះអ្នកគ្រប់គ្រងការងារបឋមរបស់ស្ថាប័ន S&P សម្រាប់វិស័យផលិតកម្មនិងសេវាកម្មប្រចាំខែឧសភាការចេញផ្សាយទិន្នន័យប្រចាំសប្តាហ៍នេះនឹងបញ្ចប់នៅថ្ងៃសុក្រជាមួយនឹងទិន្នន័យចុងក្រោយស្ដីអំពីទំនុកចិត្តអ្នកប្រើប្រាស់របស់សាកលវិទ្យាល័យ Michigan